ត្រូវហាត់ធ្វើខ្លួនឲ្យសុភាពរៀបសារមានការព្យាយាមចេះអើពើជួយធ្វើការអ្នកដទៃដោយសេចក្តីពេញចិត្តនិងធ្វើខ្លួនឲ្យជាមនុស្សបានការដើម្បីជាប់ជាឧបនិស្ស័យដល់ធំឡើងកូនបានធ្វើជាមនុស្សល្អជាមនុស្សមានសេចក្តីចម្រើនមមតំក្នុងជីវិតកូននៅតូចកូនធ្វើអ្វីត្រូវឲ្យនៅក្នុងការវឹកហាត់កសាងខ្លួនបើកូនមានស្មារតីកសាងខ្លួនជានិច្ចនោះកូនធ្វើអ្វីតែងមានរបៀបរៀបរយកាលបើមានរបៀបរៀបរយល្អហើយកូនអាចរៀនសូត្រនិងធ្វើការងារផ្សេងបានដោយត្រឹមត្រូវតទៅកូននឹងបានជាមនុស្សមាននៅសេចក្តីសម្រេចនិងសេចក្តីចម្រើនឲ្យដល់ខ្លួនឯងព្រមទាំងសង្គមគ្រួសារសង្គមជាតិក្នុងអនាគតយ៉ាងពិតប្រាកដកូននេះឪពុកកូនត្រូវតែជាមនុស្សល្អដូចតទៅ1ជាកូនដែលល្អរបស់ឪពុកម្ដាយ2ជាសិស្សដែលល្អរបស់គ្រូអាចារ្យជាមិត្តដែលល្អរបស់មិត្តជាប្រជាពលរដ្ឋល្អរបស់ប្រទេសជាតិជាសាវកល្អរបស់ព្រះសម្មាសម្ពុទ្ធចូលកូនមានជីវិតត្រឹមត្រូវនៅក្នុងโลกនេះដោយខំប្រឹងសាងនៅសុចរិតពិតប្រាកដចូលកូនរស់នៅឲ្យបានជាក្តីសង្ឃឹមរបស់មនុស្សទាំងឡាយចូលកូនប្រាថ្នាឲ្យពិភពលោកបានជួបនៅសេចក្តីសុខស្ងប់កូនត្រូវដឹងថាធัวរមែងរក្សាឲ្យយើងមានសេចក្តីសុខតែធัวនឹងមករក្សាយើងមិនបានឡើយបើយើងមិនចូលទៅរកធัวទេនោះប្រៀបដូចជាអាហារនឹងមកឲ្យយើងឆ្អែតមិនបានដោយពិតបើយើងមិនទៅបរិភោគនៅអាហារនោះទេយ៉ាងណាមិញធัวក៏យ៉ាងនោះដែរបើយើងមិនយកមកបប្រតិបត្តិទេធัวក៏ជួយអ្វីយើងមិនបានឡើយដូច្នេះក្នុងការដែលយើងនឹងមាននៅសេចក្តីសុខសេចក្តីចម្រើនទៅបាននោះក៏ព្រោះតែយើងបានបប្រតិបត្តិនៅធัวនឹងឯងធัวជារបស់ចាំបាច់ដល់ក្រៃលែងជាងអាហារក្រៃលែងជាងខ្យល់អាកាសនិងក្រៃលែងជាងអ្វីទាំងអស់ព្រោះធัวធ្វើឲ្យជីវិតយើងមាននៅគុណតម្លៃជីវិតរបស់ឪពុកតាំងពីមានកូនរហូតមកដល់ឥឡូវនេះសេចក្តីប្រាថ្នារបស់ឪពុកដែលមានចំពោះកូនគឺសូមឲ្យកូនមានការចេះដឹងល្អនិងមានការប្រព្រឹត្តល្អទ្រព្យសម្បត្តិមិនមែនជារបស់សំខាន់ខ្លាំងណាស់ទេក្នុងការដែលឪពុកម្ដាយចែកឲ្យកូននោះតែការចេះដឹងល្អនិងការប្រព្រឹត្តល្អជាសម្បត្តិសំខាន់ដ៏ក្រៃលែងដែលឪពុកនិងម្ដាយប្រាថ្នាប្រគល់ឲ្យដល់កូនជាទីស្រឡាញ់និងជាទីហួងហែងរហូតមកបើកូនធ្វើតាមពាក្យដែលឪពុកនិងម្ដាយណែនាំផលនឹងកើតបានជាគុណតម្លៃនិងជាសេចក្តីសុខឲ្យដល់កូនរួមទាំងក្រុមគ្រួសារទាំងអ្នកដែលនៅជុំវិញកូនទៀតផងកូនមានឪពុកការចូលរៀនក្នុងសាលាការលេងកីឡាការសម្ដែងសិល្បៈជាដើមទាំងអស់នេះគឺត្រូវមានគ្រូមានការគ្រប់គ្រងមានការបង្វឹកពីខាងដើមមកយ៉ាងណាមិញមនុស្សយើងតាំងពីតូចមករហូតដល់ធំនឹងចេះមានការទទួលខុសត្រូវដោយខ្លួនឯងបាននោះ
ก็ត្រូវមានឪពុកមានម្ដាយមានគ្រូមានអ្នកមើលថែនិងមានអ្នកបង្វឹកបង្ហាត់បង្រៀនយ៉ាងនោះដែរកាលបើកូនមានការចេះដឹងល្អមានការប្រព្រឹត្តល្អហើយនោះកូនរមែងមានសេចក្តីសុខក្នុងជីវិតរបស់កូនយ៉ាងពិតប្រាកដឪពុកនិងម្ដាយរបស់កូនមានសេចក្តីសុខណាស់កាលបើបានមើលថែនិងទូលមានអប់រំដល់កូនហើយកូនជាមនុស្សប្រដៅងាយប្រព្រឹត្តល្អចម្រើនទៅដោយគុណនិងមានសីលធម៌ប្រចាំខ្លួនជាប់ជាឧបនិស្ស័យតាមការដែលម៉ែឪទូលមាននោះឪសូមឲ្យពរដល់កូនមាសពុកកតញ្ញូតាធម៌ជាគុណធម៌ដែលសំខាន់ក្នុងភាពជាមនុស្សនេះណាស់ការដឹងគុណនិងការតបគុណនោះអាចគ្រប់គ្រងរក្សាឲ្យកូនផុតអំពីភាពអាក្រក់ទាំងពួងបានបុគ្គលដែលតបគុណដល់អ្នកដែលមានគុណរមែងមិននិយាយមិនធ្វើនៅអ្វីដែលជាហេតុឲ្យអ្នកមានគុណក្តៅក្រហាយចិត្តឡើយកតញ្ញូតាធម៌មានកម្លាំងដ៏ក្រៃលែងបើមិនគិតឲ្យល្អទេគឺមិនអាចយល់បានឡើយដូច្នេះកតញ្ញូតាធម៌ត្រូវកូនខំប្រឹងគិតឲ្យបានល្អកុំយល់ថាមិនសូវសំខាន់នោះមនុស្សដែលអាក្រក់ខុសនៅក្នុងសិលក្នុងផ្លូវនៃពធផ្លូវនៃព្រះវិន័យមានកំហុសទៅបានតាំងតែពីខុសតូចតិចរហូតដល់ទៅខុសធំគឺកើតមកអំពីការមិនដឹងគុណនឹងឯងតែបើកូនជាមនុស្សចេះដឹងគុណកូនមានតែសេចក្តីចម្រើនទៅដោយកុសលយ៉ាងទៀតកតញ្ញូតាធម៌ដែលមាននៅក្នុងខ្លួនកូនជាគ្រឿងសម្គាល់ថាកូនមានឪពុកជាមនុស្សល្អកតញ្ញូតាការដឹងគុណជាទុនជីវិតពិតដ៏ឆ្នើមជួយញ៉ាំងបារមីធំសម្បើមនិងជាដង្ហើមនៃកុសលកតញ្ញូតាការដឹងគុណនាំចាកទេរុនបាបកង្វល់គឺជាបញ្ញាគ្រឿងតម្កល់នាំខ្លួនចូលដល់កុសលកម្មគុណធម៌ល្អណាស់ក្នុងខ្លួនមនុស្សកូនកំប្រទុះត្រូវចងចាំជាធម្មតាគុណគ្មានប្រេះស្រាំទោះយូរខែឆ្នាំនៅតែល្អបើកូនចង់បានជាមនុស្សពិតត្រូវមានគំនិតថ្លៃបវរកូនកុំយកខ្មៅធ្វើជាសកុំយកគុណល្អមកជន់ឈ្លីកូនមានឪពុកកូនត្រូវចាំទុកមួយមេត្តាបិតាជាព្រះព្រំរបស់បុត្រធីតាការដែលធ្វើឲ្យមេត្តាបិតាលំបាកចិត្តតឹងណែនក្នុងទ្រូងយំបង្ហូរទឹកភ្នែកគឺជាបាបកម្មដ៏ធ្ងន់របស់កូន 2. ការជឿស្ដាប់ដំបូន្មានល្អរបស់មេត្តាបិតារមែងមិនមានការសាបសូន្យឡើយពោលគឺមិនចេះរឹងរូសតែម្យ៉ាងគឺកូននឹងបានល្អគ្រប់យ៉ាង 3. ការតបស្នងព្រះគុណដល់អ្នកមានគុណគឺតាំងតែពីអ្នកមានគុណនៅមានជីវិតរហូតដល់ចែកឋាន 4. ការបំពេញតួនាទីជាកូនល្អគឺជាការបរិបត្តិធម៌កូនល្អត្រូវភ្ញាក់ខ្លួនត្រូវរហ័សរហួនរវាសរវៃត្រូវឈានទៅមុខត្រូវធ្វើការងារប្រជែងជាមួយពេលវេលាដើម្បីកសាងខ្លួននិងដើម្បីការរីកចម្រើនដល់សង្គមជាតិ 5. អបាយមុខគ្រឿងញៀនជាផ្លូវនៃសេចក្តីវិន័យសម្រាប់ជីវិតកូនមានឪពុកត្រូវដើរតាមផ្លូវព្រះកុំដើរតាមផ្លូវរបស់មេការងារសុចរិតជាការងារថ្លៃថ្នូរមានកិត្តិយសកូនត្រូវចេះពិចារណាដោយខ្លួនឯងដាស់តឿនខ្លួនឯងកុំលេះលោះកុំទម្រុន
ត្រូវឆ្ងាយពីអបាយមុខស្រីស្រាលបែងនិងបាបប្រមិតជាដើមកូនត្រូវដើរនៅក្នុងផ្លូវព្រះធម៌ជានិច្ចកូនកុំប្រមាថក្នុងជីវិតផ្លូវនេះនៅចិត្តក្បែរមាត់ជ្រោះចិញ្ចឹមជីវិតឲ្យបានរស់កូនត្រូវស្គាល់គ្រោះឲ្យជាក់ច្បាស់បាបប្រមិតស្រីស្រានិងលបែងខ្នល់ព្រមទាំងមិនខ្វល់និងធុរៈជាជ្រោះគ្រោះថ្នាក់ប្រកាសជាក់ជ្រោះជ្រៅមិនរាក់ធ្លាក់បាក់កដំណើរជីវិតពិតលំបាកតែបានធូរស្រាកព្រោះធ្វើល្អផ្លូវអបាយមុខមិនត្រាច់ចោចេះភ័យខ្លាចក្រប្រឹងរៀនសូត្រកូននេះឪពុកពេលវេលាដែលកន្លងទៅនឹងជីវិតឪដែលបានកន្លងមកនេះជារយៈពេលយូរដែរហើយជីវិតឪបានឆ្លងកាត់រឿងរ៉ាវនៃជីវិតឆ្លងកាត់ព្យុះភ្លៀងនៃបញ្ហារាប់មិនអស់ឆ្លងកាត់សុខទុក្ខនិងឆ្លងកាត់លោកធម៌ផ្សេងទៀតដ៏ច្រើនសន្ធឹកសន្ធាប់កូនស្ងួនមេឪពុកឯងជីវិតរបស់មនុស្សគ្រប់រូបគ្រប់នាមមិនថាមានក្រល្អអាក្រក់ឡើយជាទីបំផុតនៃជីវិតទាំងអស់ត្រូវធ្លាក់ចុះចូលក្នុងការចាស់ការឈឺនិងសេចក្តីស្លាប់ជាពិតប្រាកដក្នុងរយៈពេលនៃជីវិតឪដែលបានកន្លងមកនេះឪបានជួបប្រសពនិងបានដឹងរឿងរ៉ាវច្រើននៅក្នុងលោកឪមានពាក្យដែលត្រូវប្រាប់កូនឲ្យបានដឹងចូលកូនត្រង់ចាំស្ដាប់ជីវិតនោះយើងនឹងមានសេចក្តីសុខទៅបានគឺតលតែយកព្រះធម៌មកជាកល្យាណមិត្តយកព្រះធម៌មកទុកទំនុកបំរុងឲ្យដល់ចិត្តត្រូវតាំងទុកក្នុងចិត្តជានិច្ចជាអចិន្ត្រៃយ៍ព្រះធម៌ក្នុងទីនេះគឺការបំពេញនៅមុខនាទីនិងភាពត្រឹមត្រូវក្នុងពេលខ្លះសេចក្តីទុកក៏បានមកដល់ជីវិតដើម្បីសាកល្បងយើងបើយើងមានសេចក្តីអត់ធន់ច្រើនប៉ុណ្ណាសេចក្តីសម្រេចក៏នឹងមានច្រើនប៉ុណ្ណោះដែរសេចក្តីសម្រេចមានសម្រាប់អ្នកដែលមាននៅសេចក្តីអត់ធន់និងមាននៅសេចក្តីជាយាមសូមឲ្យកូនប្រកាន់នៅគតិមួយថាឧបសគ្គរមែងមកមុននៅសេចក្តីសម្រេចនិងសូមឲ្យកូននឹកជារឿយថាសេចក្តីសុខឬសេចក្តីទុក្ខកើតឡើងពីការធ្វើរបស់យើងទាំងអស់ឪពុកសូមឲ្យកូនធ្វើតែអំពើល្អដល់ពេលចិត្តស្លាប់ចិត្តរបស់កូនមិនមានទុក្ខមិនមានសេចក្តីសៅហ្មងឡើយព្រោះការគិតរបស់មនុស្សចិត្តស្លាប់កាលបើបាបច្រើនការគិតក៏នាំមកនៅសេចក្តីក្តៅក្រហាយដុតរលចិត្តតែបើធ្វើល្អច្រើនការគិតក៏នាំយកសេចក្តីរីករាយមកប្រោះព្រំឲ្យចិត្តត្បិតឃើញនៅអំពើដ៏បរិសុទ្ធរបស់ខ្លួនអ្នកធ្វើល្អរស់នៅក៏បានល្អស្លាប់ទៅក៏បានល្អមិនមានអ្វីដែលត្រូវកង្វល់ឡើយដើម្បីបានសុខក្នុងជីវិតត្រូវតែមានមិត្តឲ្យបានល្អនិងមានគំនិតថ្លៃបវរសន្សំធัวសសាងជំរកជីវិតមានទុកជាធម្មតាប្រៀបដូចជលសាមានរលកប៉ុន្តែបញ្ញាស្រាវជ្រាវរកចាប់យកសុខស្ងប់ត្រឡប់វិញដឹងថាទុកពិតតែចិត្តស្ងប់នេះហើយជាទ្រព្យត្រូវបំពេញទុកកាយតែចិត្តមិនមโนមនិញជីវិតពោពេញដោយស្មារតីវិញ្ញាណមានធัวជាអាហារទៅបានសុខាទាំងប្រុសស្រីសុចរិតធัวសជាចំណីសេរីសួស្តីមានរាល់ឆ្នាំកូនអ្នកឪពុកផ្កាឈើជាទីពេញចិត្តនៃសត្វឃ្មុំយ៉ាងណារបស់ស្អុយទាំងឡាយមានលាមកនិងសាកសពជាដើមក៏ជាទីពេញចិត្តនៃសត្វរុយយ៉ាងនោះដែរបើកូនស្រីសម្លាញ់របស់ឪពុកមានកាយកម្មល្អមានវាចាល្អនិងមានចិត្តល្អរមែងប្រៀបដូចជាផ្កាឈើតែបើកូនមានកាយកម្មមិនល្អវាចាមិនល្អនិងចិត្តមិនល្អទេកូនក៏ប្រៀបបាននឹងរបស់ដែលស្អុយដែរក
កូនស្រីមេឪពុកក៏បីជ្រើសរើសយកដោយខ្លួនឯងតើកូនត្រូវការឲ្យរុយវារោមឬក៏ត្រូវឲ្យខ្មុំមកក្រេបបើកូនស្រីត្រូវការឲ្យខ្មុំមកទុំក្រេបកូនត្រូវបប្រតិបត្តិខ្លួនឲ្យមានកាយកម្មល្អស្អាតវាចាល្អស្អាតនិងចិត្តល្អស្អាតពោលគឺកូនត្រូវជាមនុស្សមានសិលធម៌បើកូនស្រីប្រព្រឹត្តផ្ទុយពីល្អស្អាតកូនត្រូវបានជួបតែជាមួយនឹងរុយដែលនាំមកនៅសេចក្តីសៅមងនិងសេចក្តីវិន័យដល់ខ្លួនកូនជាពិតប្រាកដខ្មុំក្រេបផ្កាមិនធ្វើឲ្យខូចផ្កាមានតែនាំយកលំអងកេសរទៅធ្វើជាទឹកផ្អែមហើយខ្លួនឯងជាផ្កាសម្រាប់បានជាផ្លែញ៉ាំប្រយោជន៍ក្នុងលោកឲ្យបរិបូរណ៍នៅនឹងខ្លួនសត្វខ្មុំមិនមានមេរោគមិនមានរបស់ស្មោករោគមានតែលំអងកេសរផ្កានេះជាឈ្មោះនៃមនុស្សល្អបើកូនជាមនុស្សផ្កាកូននឹងមានមនុស្សល្អមករកកូនញ៉ាំប្រយោជន៍ឲ្យទូលំទូលាយយ៉ាងទៀតខ្មុំជាឈ្មោះនៃសិរីសួស្តីឲ្យសូមឲ្យពរដល់កូនស្រីសូមឲ្យកូនស្រីបានទៅជាមនុស្សល្អប្រៀបបីដូចជាផ្កាឈើសូមឲ្យកូនស្រីឲ្យបានឆ្លងរួចពីក្តីសៅមងកុំជាមនុស្សស្អុយឡើយកូនមេឪពុកខ្មុំចូលចិត្តរបស់ក្រអូបរបស់ផ្អែមជាចំណែកទៅតាមសភាពរបស់ខ្មុំនោះឯចំណែកសត្វរុយវិញរមែងចូលចិត្តរបស់ស្អុយរបស់រលួយទៅតាមសភាពរបស់រុយកូនប្រុសរបស់ឪបើកូនចូលចិត្តរបស់